Bạn số đấyលោកគ្រូអរគ្នាអញ្ចឹងខ្ញុំធ្វើវីដេអូនេះឡើងគឺចង់បង្ហាញអំពីកម្មវិធីមួយខ្ញុំគិតថាវាល្អសម្រាប់លោកគ្រូយកទៅបង្រៀនសិស្សានុសិស្សបានអញ្ចឹងបើសិនតើលោកគ្រូមានជា Smart TV ឬក៏ LCD Slide Projector ហ្នឹងគឺកាន់តែល្អបាទប្រើកម្មវិធីហ្នឹងប៉ុន្តែបើលោកគ្រូមានតែ computer ឬក៏ទូរស័ព្ទដៃក៏អាចធ្វើបានដែរអញ្ចឹងកម្មវិធីនេះគឺមានឈ្មោះថា Pickerwell បាទអញ្ចឹងលោកគ្រូគាត់ចុចកន្លែងនេះមកវាយ Pickerwell អញ្ចឹងនិយាយដោយសារខ្ញុំធ្លាប់វាយគឺវាលោតមកនេះស្រេចបាទអញ្ចឹងយើងចុចទៅយើងចុចចូលកម្មវិធីនេះតែម្ដងអញ្ចឹងយើងចុចលើ Pickerwell នេះបាទយើងចុចលើវាមកអញ្ចឹងពេលយើងចូលមកដល់យើងអត់ទាន់បានlogin ចូលបាទ login ចូលទៅក្នុងគណនី Gmail របស់លោកគ្រូទេគឺយើងអាចអត់ទាន់ថាយើងប្រើបានហើយ save បានទុកដាក់ឯកសារបានត្រឹមត្រូវទេបើសិនតែលោកគ្រូមកដល់ទីនេះលោកគ្រូបាទអញ្ចឹងចូលមកដល់ទីនេះគឺលោកគ្រូចុច login ចូលគណនី Gmail លោកគ្រូសិនបាទអញ្ចឹងកម្មវិធី Pickerwell នេះគឺយើងប្រើសម្រាប់យើងចាប់ឆ្នោតបាទយើងខ្ជិលហៅឈ្មោះសិស្សយើងដើម្បីតម្លាភាពយុត្តិធម៌គឺយើងដាក់ឈ្មោះគាត់ទាំងអស់មកហើយយើងចុច spin ទៅវានឹងចាប់ឈ្មោះសិស្សយើងមកតែម្ដងអញ្ចឹងកុំឲ្យវាឆ្ងាញ់ខ្ញុំនឹងចូល login បាទអញ្ចឹងយើងចុចនៅកន្លែងត្រី3នេះមកហើយយកពាក្យថា login បាទអញ្ចឹងយើង login បាទយើងយក login with Google យើងបាទអញ្ចឹងបានហើយបាទអញ្ចឹងទាមទារលោកគ្រូចាំ password ផង Gmail អូខេអញ្ចឹងមកថាលោកគ្រូចង់ដាក់ឈ្មោះសិស្សយើងបាទអញ្ចឹងយើងទៅសេកន្លែងនេះមកថាឈ្មោះសិស្សរបស់យើងឥឡូវខ្ញុំវាយឈ្មោះសិស្សខ្ញុំបាទខំបើសិនតែលោកគ្រូមានឈ្មោះគឺយើងទៅប្រងជាឈ្មោះយើងទៅ copy ពីឈ្មោះរបស់លោកគ្រូមកយើងយកមកផាសមកអញ្ចឹង copy បានដែរអញ្ចឹងយើងបង្ហាញពីវិធីនេះសិនបាទអញ្ចឹងយើងចង់ចាប់យើងចង់ឲ្យកូនសិស្សយើងណាំអ្នកឡើង slide សំណួរអញ្ចឹងយើងអាចបង្ហាញនៅលើ slide ឬ computer បានដោយយកមាន Smart TV ឬ slide អញ្ចឹងឡើយនេះដាក់ full screen បានអញ្ចឹងលោកគ្រូគាត់ចុចទៅលើពាក្យ screen មកអញ្ចឹងវានឹងចាប់យកបាទអញ្ចឹងមកថាឈ្មោះបាទអញ្ចឹងបើសិនតែចំកូនសិស្សយើងឈ្មោះនេះបាទអញ្ចឹងកម្មវិធីវានឹង congratulation បាទឈ្មោះអញ្ចឹងយើងហៅឈ្មោះគាត់មកហើយឬក៏គាត់ចាក់ឈ្មោះគាត់គាត់ឆោតទៅយើងសួរជាសំណួរទៅអញ្ចឹងកន្លែងនេះបើសិនតែយើងហាយមានន័យថាយើងចុចលើកក្រោយទៀតឈ្មោះនេះគឺអត់បានលូតមកទេប៉ុន្តែបើយើងយកដល់មានន័យថាឈ្មោះនឹងអាចចាប់ចំលើកក្រោយទៀតអញ្ចឹងគ្រូឬក៏កន្លែងនេះយើងអាចថាយើងចុចរាប់ម្ដងអញ្ចឹងទៅគេឡូគាត់ចាប់ចំ2ដងគាត់ចុចមួយត្រូវទាំងពីរអញ្ចឹងយើងមានបន្ទុកលើកទឹកចិត្តបាទអញ្ចឹងមកថាចាប់ចំគាត់ហើយយើងអាចហាយបានអញ្ចឹងទៅនេះគឺបាត់ហើយបាត់ម្នាក់ហើយបាទអញ្ចឹងឥឡូវខ្ញុំចុចបិទកាមេរ៉ាវិញយើងមើលគេពេលយើងចុចហាយមិញវាបាត់អញ្ចឹងយើងចុច tick កន្លែងវិញមកឈ្មោះកូនសិស្សយើងនឹងមកវិញអូខេអញ្ចឹងបន្ទាប់ពីយើងមកថាយើងចាប់ឈ្មោះយើងហើយអញ្ចឹងយើងត្រូវតែលេងល្បែងមួយទៀតអញ្ចឹងខ្ញុំចង់បង្កើតមួយទៀតបាទអញ្ចឹងខ្ញុំបង្កើតមួយទៀតគឺអូខេនៅទីនេះយើងមានពាក្យ new បាទអញ្ចឹងយើងយក new មកយើងយក create បាទ create មួយទៀតអូខេអញ្ចឹងបាន2ហើយអញ្ចឹងទី1គឺឈ្មោះមួយមីតាន់ហើយគឺឈ្មោះជាឈ្មោះសិស្សហើយទី2យើងអាចដាក់ជាហ្គេមពាក្យបាទអញ្ចឹងខ្ញុំទៅដាក់ពាក្យខ្ញុំចូលទៅក្នុងសាលា digital បាទអញ្ចឹងគ្រូកន្លែងនេះខ្ញុំចូលស្រេចបាទអញ្ចឹងគ្រូគាត់វាយដាក់ថាបាទគ្រូវាយសិភៅសរសេរកូដថ្នាក់ទី2ចឹងមកខ្ញុំចុច enter តែម្ដងមកខាងពេលអញ្ចឹងយើងចុចទៅលើបាទ website សាលា digital គឺ load ហើយបាទអញ្ចឹងមើលខាងពេលខ្ញុំចូលទៅកាន់កន្លែងនេះតែម្ដងអញ្ចឹងខ្ញុំបានចូលសាច់បាទដោយសារយើងរងចាំយូរអញ្ចឹងខ្ញុំនឹងទៅចាប់យកពាក្យបាទដើម្បីរំលឹកលោកគ្រូអាចរៀបចំពីផ្ទះទៅហើយក៏បានដែរឬក៏លោកគ្រូរៀបចំនៅម៉ោងសិក្សាហ្នឹងក៏បានឬក៏ម៉ោងចេញលេងគ្រូរៀបចំជាល្បែងឲ្យគាត់ទៅពេលយើងដល់ពេលយើងលេងយើងបើកឯកសារហ្នឹងបានអូខេមេរៀនទី43ពេលចេញលេងអញ្ចឹងកន្លែងនេះគឺខ្ញុំចង់ស្រង់ពាក្យនេះបាទស្រង់ពាក្យចូលអានពាក្យខាងក្រោមដោយមិនចាំបាច់ផ្សំនៅប្រកបបានត្រឹមត្រូវអញ្ចឹងកន្លែងនេះគឺសរសេរពាក្យបណ្ណាល័យមួយបាទខ្ញុំសរសេរបណ្ណាល័យអូខេអញ្ចឹងបន្តមកទៀតយើងចុចបូកមកបាទយើងអាចដាក់រូបភាពទៀតណាលោកគ្រូបាទអញ្ចឹងផ្ទាំងនេះយើងអាចចុចខ្វែងបានយើងខ្វែងចោលទៅមិនរំខានតែអញ្ចឹងយើងមើលកន្លែងនេះពាក្យត្រៃបាទអញ្ចឹងត្រៃហើយសរសានុសិស្សបាទអូខេអញ្ចឹងខ្ញុំសរសេរបាទពាក្យត្រៃអញ្ចឹងខ្ញុំចុចបន្ថែមកន្លែងនេះនេះដាក់សរសានុសិស្សបន្ទាប់មកយើងគឺយើងចាប់ចូលទៅម្ដងបាទមកលុបបាទអូខេលុបចុងក្រោយអញ្ចឹងកន្លែងនេះយើងបូកថែមមកហើយយើងសរសេរពាក្យលុបបាទអូខេអញ្ចឹងគ្រូខ្ញុំចង់បង្ហាញពីរបៀបលេងអូខេអញ្ចឹងយើងចុចកន្លែងនេះមួយបាទយើងចុច full screen មកនេះអញ្ចឹងមិញយើងចាប់ឈ្មោះបានសុវណ្ណច័ន្ទទី2ណាអញ្ចឹងផ្សារម្ដងទៀតអញ្ចឹងយើងមាន2បាទអញ្ចឹងយើងគាត់ទៅចូលអូខេយើងចូលកន្លែងនេះយើងមើល well one របស់យើងដោយសារយើងបាន save ឈ្មោះវាចេញ well one អញ្ចឹងគ្រូអញ្ចឹងកន្លែងនេះយើងចាប់ឈ្មោះតែម្ដងកូនសិស្សយើងគេយើងចូល well one ហើយយើងចុច spin អូខេអញ្ចឹងវានឹងចាប់នេះតើអញ្ចឹងបានហើយចំឈ្មោះសិស្សបាទចំឈ្មោះសិស្សហើយ console name អញ្ចឹង console name គឺយើងចង់គាត់លេងវគ្គក្រោយទៀតយើងមិនហាយទេបាទអញ្ចឹងយើងដុំមកដល់ទីលោកគ្រូគាត់ទៅចូលកន្លែងនេះមកបាទអញ្ចឹងគាត់ថាយើងហៅគាត់ឲ្យក្រោកចោលហើយឬក៏យើងហៅគាត់ឲ្យមកចុចនៅលើ touch យើងក៏បានដែរបាទយើងចូលមក well to មកយើងគាត់ចុច spin នេះមកបាទអញ្ចឹងយើងនឹងឲ្យគាត់ចុចខ្លួនឯងហើយចំពាក្យណាគាត់អានខ្លួនឯងថាតើគាត់អានបានគាត់អានរួចអត់រំភើបភ័យព្រោះភ័យសប្បាយហើយមកកាន់ចំណេះដឹងគាត់ទៀតបាទអញ្ចឹងគាត់ថាចំពាក្យកុមារីអញ្ចឹងយើងឲ្យគាត់អានទៅបាទអញ្ចឹងចំពោះអ្នកទី2យើងមកដល់ទីនេះយើងអានមិនបាច់ផ្សំនឹងប្រកបទេបាទអញ្ចឹងបើសិស្សខ្សោយយើងឲ្យគាត់ប្រកបទៅអញ្ចឹងកន្លែងនេះក៏យើងអាចជួយសិស្សរៀនជាតិបានដែរបាទអញ្ចឹងបើគាត់ចំឈ្មោះគាត់នឹងឡើងមកអញ្ចឹងឥឡូវយើងសាកទៀតបាទអញ្ចឹងយើងសាកចាប់ម្នាក់ទៀតយើងចុច well one នេះមកហើយយើងចុចឈ្មោះសិស្សសិនបាទយើងចុច spin អញ្ចឹងចាំទៀតលោកគ្រូអាចចុច zoom បានបាទចុចឲ្យ full screen បាននេះមុតមិនតាំងបាទអបអសាទរអញ្ចឹងយើងចុច done មកបាទហើយយើងចូលទៅកាន់បាទយើងចូលទៅកាន់កន្លែង new well ហើយយើងយក well to បាទតមកមុតមិនតាំងហៅគាត់ឲ្យចុចមកបាទឥឡូវខ្ញុំចុចសាកចុច spin អញ្ចឹងគាត់សំណាងមកគាត់ចាំពាក្យស្រួលបាទឬក៏ពិបាកអានេះគឺស្អីគាត់ដែរតែពាក្យទាំងអស់នេះគឺគាត់ត្រូវតែចេះបាទអូខេចឹងអបអសាទរអញ្ចឹង
វិធីនេះមានតែប៉ុណ្្នឹងទេហើយបើសិនតែលោកគ្រូចង់ចេះ save គឺលោកគ្រូគាត់ចុចកន្លែងនេះបាទចុច file ហើយយកពាក្យ save បាទអញ្ចឹងមិញមេរៀនទី3អញ្ចឹងដោយសារខ្ញុំធ្លាប់ save អញ្ចឹងវាលូតមកលើនេះអញ្ចឹងខ្ញុំដាក់មេរៀនទីសំទោសមិញមេរៀនទី33ហើយលោកគ្រូអាចដាក់ចំណងជើងទៀតបាទនេះឥឡូវខ្ញុំចុចចូលមើលមេរៀន33យើងនិយាយអំពីពេលចេញលេងអូខេអញ្ចឹងលោកគ្រូសរសេរចំទៅបាទពេលចេញលេងពេលយើងចង់លេងមកក្រោយទៀតឬក៏លោកគ្រូឲ្យបង្កើតទុកដូចខ្ញុំអញ្ចឹងក៏បានដែរលោកគ្រូអាចមកបើកបានដែរបាទអញ្ចឹងចុច save ចុចអូខេឥឡូវយើងចូលមើលបន្តទៀតអូខេកន្លែងនេះលោតពេកចេញលេងតែឥឡូវយើងចូល well 1បាទយើងទៅ save ដើម្បីទុកលេងថ្ងៃក្រោយអញ្ចឹងដូចមកថាសិស្សយើងច្រើន40នាក់អញ្ចឹងយើង copy PNG ឈ្មោះយកមកផាដាក់មកបាទអញ្ចឹងវាលឿនឥឡូវខ្ញុំចូល well 1ខ្ញុំចុច file ខ្ញុំយកពាក្យ save អូខេអញ្ចឹងយើងទៅ save មកថាគេបញ្ជីឈ្មោះសិស្សថ្នាក់ទីបាទបញ្ជីឈ្មោះសិស្សក្រុមមកថាខ្ញុំដាក់ក្រុមទីអញ្ចឹងចុះមកក្រុមទី1អញ្ចឹងទៅព្រោះសិស្សមួយថ្នាក់មាន5នាក់ទេបាទអញ្ចឹងយើងដាក់នេះមកយើងចង់ចូលក្រុមទី1ទី2យើងចាប់ស្រួលបាទអញ្ចឹងវីដេអូនេះមានប៉ុណ្ណឹងហើយខ្ញុំនឹងព្យាយាមធ្វើវីដេអូក្រោយៗទៀតកាន់តែលម្អិតជាងនេះបាទអញ្ចឹងមានច្រើនទៀតណាគ្រូបាទអញ្ចឹងសូមជម្រាបលាប៉ុណ្ណឹងហើយបើគិតថាវីដេអូនេះល្អសង្ឃឹមថាលោកគ្រូជួយ share និង comment ដើម្បីលើកទឹកចិត្តខ្ញុំបាទផងដើម្បីធ្វើវីដេអូក្រោយៗទៀតបាទសូមអរគុណ